ស្រង់ព្រំព្រៃសូមស្រងាមករៀមរកចំរីដើម្បីនឹងច្រៀងលួងបាទសូមគោរពសម្ដេចទ្រង់អាយដាមលោកជំទាវលោកស្រីនៅនាងកញ្ញាលោកតាលោកយាយលោកពុកអ្នកម្ដាយអមមាមីនិងទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីគោរពស្រឡាញ់បាទថ្ងៃនេះខ្ញុំបាទមានសេចក្តីសោមនស្សរីករាយណាស់បាទបានមកដល់ទឹកដីខេត្តបាត់ដំបងបាទជាទឹកដីដ៏ពិសិដ្ឋនៃអច្ឆរិយភាពនៃការគោរពបាទចំពោះអ្នកមានជំនឿផ្នែកកំណត់ផ្សេងទៅក្នុងផ្នែកជំនឿរបស់ខ្មែរយើងបាទហើយគឺជាទឹកដីនៃទេសចរដ៏មហាសាលសម្រាប់ប្រជាជនកម្ពុជាយើងផងដែរហើយជាពិសេសនៅពេលដែលសម័យមួយកន្លងទៅនោះបាទគឺយើងដឹងហើយថាទឹកដីបាត់ដំបងនេះនៅពេលដែលបានមកដល់ទឹកដីបាត់ដំបងដូចថាបានទីឋានបរមសុខមួយសម្រាប់យើងទាំងអស់គ្នាហើយថ្ងៃនេះដែរដោយខ្ញុំបានធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តបាត់ដំបងនេះគឺចង់ទៅជួបបាទបងប្រុសម្នាក់ដែលជាតារាចម្រៀងទសវត្សរ៍90បាទដែលគាត់បានប្រឡងជាប់លេខ1ហើយគាត់បានឃ្លាតឆ្ងាយអំពីការងារសិល្បៈនឹងជាច្រើនឆ្នាំកន្លងមកនេះបាទមិនដឹងថាតើសុខទុក្ខគាត់យ៉ាងណាហើយគាត់កំពុងធ្វើអ្វីហើយអ្វីខ្លះដែលគាត់ទទួលបាននៅក្នុងខណៈនេះគឺថាហាក់ដូចជាឃ្លាតឆ្ងាយអំពីសិល្បៈជាយូរឆ្នាំដូច្នេះដើម្បីជាបន្តនៃសកម្មភាពរបស់ខ្ញុំបាទនៅក្នុងខណៈនេះសូមគោរពអញ្ជើញលោកតាលោកយាយលោកពុកអ្នកម្ដាយទាំងអស់បាទមេត្តាតាមដានជាមួយនឹងសកម្មភាពរបស់ខ្ញុំដើម្បីទៅជួបបងប្រុសម្នាក់ដែលជាតារាចម្រៀងទសវត្សរ៍90នោះដែលបានប្រឡងជាប់លេខ1ទសវត្សរ៍90នោះដើម្បីចង់ដឹងសុខទុក្ខគាត់ផងបាទដូច្នេះសូមគោរពអញ្ជើញលោកតាលោកយាយមេត្តាគោរពអញ្ជើញទាំងអស់គ្នាដោយការគោរពបាទសូមគោរពអញ្ជើញអីស្អាតដល់នេះដំបងបាទលោកប៊ុនសម្រាប់ថ្ងៃនេះមានឱកាសបានដើរលេងនៅបាត់ដំបងពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ហើយបាទអរណាស់អូលក់វត្ថុអនុស្សាវរីយ៍បាទបាទប៊ុនសម្រាប់នេះម្ដាយមីងស្គាល់ទេស្គាល់គាត់ទេស្គាល់ទេបាទហើយមិនបានស្គាល់គាត់មើលសុំសួរយោបល់នេះមើលអូហ្វេនហ្មងហ៎ស្រឡាញ់អីគេស្រឡាញ់បទចម្រៀងគាត់គាត់ច្រៀងព្រោះដល់លោកតៅបាទសុំអារម្មណ៍បងតិចមើលសុំសួរអារម្មណ៍តិចស្គាល់លោកគាត់សម្រាប់តាមប្រព័ន្ធសង្គមមែនចាអូហើយយល់យ៉ាងម៉េចដែរទឹកដមរំលែកគាត់មានប្រុសតាមបងជាងប្រុសបាទហើយស្វាគមន៍រីករាយណាស់ដែលបានមកលេងបាត់ដំបងថ្ងៃនេះបាទបានជួបបងហើយសុខទុក្ខអីយ៉ាងម៉េចដែរបងប្អូនយើងខាងបាត់ដំបងយើងសុខសប្បាយដែរបងអញ្ចឹងបាទហើយលោកវត្ថុអនុស្សាវរីយ៍ដែរទេបងអត់លោកគ្រឿងវាយគ្រឿងក្នុងវាយសែនខ្ញុំយល់ប៉ុន្តែនេះបងដល់មានប៉ុនទៀតលោកណាច់អូអញ្ចឹងបងបាទពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ហើយខ្ញុំថ្ងៃនេះបានមកលេងបាត់ដំបងគាត់ថាសប្បាយចិត្តរីករាយមែនតើបានជួបបងប្អូនយើងអ្នកបាត់ដំបងបាទហើយលោកប៊ុនសម្រាប់គាត់នោះបាទលោកប៊ុនសម្រាប់ឯងពុកអសន្តានាជាមួយនឹងលោកតាជាមួយបងស្រីបាទជំរាបគ្រូសាខ្មែរបាទត្រូវហើយបាទពុកបងប្អូនមានអារម្មណ៍អីដែរនេះហ្វេនកំពុងនិយាយដើមនិយាយសរសើរប៊ុនសម្រាប់ទៅអរគុណបាត់ដំបងដែរអ្នកបាត់ដំបងអរអរគុណខេត្តបាត់ដំបងអរគុណបងប្អូននៅក្នុងបាត់ដំបងទាំងអស់គ្នាបាទហើយថាបាត់ដំបងជាទីលំនៅការធ្វើនេះពេកអញ្ចឹងហ៎ទៅហ៎បើនៅបាត់ដំបងបាទពុកហើយមានអារម្មណ៍អីដែរមកដល់បាត់ដំបងជាលើកចុងក្រោយថ្ងៃនេះអត់ចុងក្រោយដល់រហូតទេឥឡូវនៅពេលនេះចុងក្រោយថ្ងៃហ្នឹងមានអារម្មណ៍ថាយើងដល់ទឹកដីដែលយើងធ្លាប់មានអនុស្សាវរីយ៍បាទមានអារម្មណ៍ថាដឹកដានមុនណាបងបាទនៅតែមានអារម្មណ៍ដឹកដានថាយើងពីពេកគាត់នៅទីនេះឬក៏វិញនៅឡើយនេះអញ្ចឹងយើងនៅមានអារម្មណ៍ថានៅតែនឹកតែសម័យនៅតែស្រឡាញ់រហូតអញ្ចឹងបាទអត់ប្រែប្រួលទេបងអត់ប្រែប្រួលទេណាហើយស្អាតណាបាត់ដំបងលើស្អាតណាផ្លូវល្អណាបាទបងនិយាយទៅបើកលឿនទៀតបើកឡានមិនថាឥឡូវមិនថាខេត្តបាត់ដំបងទេបងបាទគ្រប់ទីបណ្ដាខេត្តគឺស្អាតទាំងអស់បាទព្រោះថាប្រទេសយើងឥឡូវស្អាតទាំងអស់ហើយបាទទៀតបាទទេព្រោះថាប្រទេសយើងឥឡូវមានល្អបាទគាត់ទៅរាសាផ្លូវថ្នល់ផ្លូវអីលឿនជឿនលឿនណាបាទពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ហើយបាទមនុស្សសម័យមុនណាថ្មី
ការអភិវឌ្ឍ បាទ ហើយឥឡូវពេលយើងកំពុងតែកសាងអភិវឌ្ឍចំណានអញ្ចឹងអ្វីៗគឺត្រូវតែធ្វើស្អាតទាំងអស់ បាទ នេះក៏មានរំល្អថារំពូជាកំពុងតែបន្តអភិវឌ្ឍបន្តតែរីកចម្រើនមានល្អទាំងផ្លូវថ្នល់ល្អទាំងស្ពានអាកាសអីជាច្រើន បាទ អញ្ចឹងយើងចាំតាមដល់គ្នាទៅបង បាទចាំតាមដល់សកម្មភាពតទៅទៀតបាទ ត្រីតាមណាបង បាទលោកតាលោកយាយឃើញនេះ បាទសូមជម្រាបសួរ អ្នកចម្រៀងទស្សវត្ស90 95 បាទឆ្នាំ95បាទបានមកជួបហើយប្អូនបានតំណែងតំណងបងតាមប្រព័ន្ធទូរស័ព្ទហ្នឹងឃើញថាបងរស់នៅឯខេត្តបាត់ដំបងហ្នឹងណា បាទ ប៉ុន្តែកាលប្រឡងជាប់លេខ1ហ្នឹងនៅឯភ្នំពេញណាបងណា នៅកំពង់ស្ពឺ នៅកំពង់ស្ពឺ បាទ ជាមួយនឹងដៃគូជាមួយនឹង គុនធាគេនៅផ្សេងនៅខេត្តកំពង់ចាម បាទ ខ្ញុំនៅខេត្តកំពង់ស្ពឺ អូបាទឥឡូវខ្ញុំបាទសូមលាក់បន្តិចសិនពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ខ្ញុំនឹងជម្រាបសួរប្រវត្តិបងអំពីរឿងរ៉ាវជាច្រើនដែលតាក់ទងទៅនឹងជីវិតរបស់បងឯកជនភាពរបស់បង បាទ ដើម្បីឲ្យពុកម៉ែបងប្អូនបានជ្រាបបានយល់ថាជីវិតបងគឺពេលនេះគឺបានមកធ្វើសន្តិសុខនៅក្នុង KFC នៃទឹកដីខេត្តបាត់ដំបងបាទគឺមានភាពអាត់កំបាំងយ៉ាងណានៅក្នុងជីវិតរបស់បងហើយឆ្លងកាត់ជួសភ្លៀងអំពីជីវិតរបស់បងយ៉ាងណានោះបាទសូមគោរពអញ្ជើញបងមេត្តាបរិយាយឲ្យអស់អំពីទឹកចិត្តអ្វីដែលបងមានអំពីរឿងហេតុដែលបងមានជូនទៅដល់លោកតាលោកយាយលោកឪពុកអ្នកម្ដាយអ៊ំមាមីងឲ្យបានជ្រាបណាបងណា បាទអញ្ចឹងខ្ញុំបាទក៏សូមអភ័យទោសពីសំណាក់លោកតាលោកយាយទាំងអស់បាទសូមតាមដានជាមួយនឹងសកម្មភាពបន្តទៀតដល់បាទ ជាចិនម្លេះទីរួមតែស្នេហ៍បណ្ដូចខ្ញុំម្ដងក៏ចាំចិនរួម អូចាំជានឹងមិនតែណមកណា สายប្រជាចិនក្រៃនឹងស្រមៃរកថ្ងៃស្នេហា ស្នេហ៍ស្មោះល្អសោកខាមិនកាប់ដោយចិនដាសវ៉ាចោស្នេហា ស
អូនស្រី ហើយមានការអីបំប្រង ណែអូនស្រី ហើយមានការអីបំប្រង អូនរកផងមិនមែនខ្វាយចាចាចា ធម្មតាក៏បានមកខនចា កាចណាសាកញ្ញាចាចាចា ត្រមកពីណាខាងណា ចាចាចា ត្រមកពីណាខាងណា កាយ៉ាងនេះមកគួរឲ្យអរសំណាយ ចាចាចាអ្នកណាគេរំលាយសោ យ៉ាខាយមកខាយព្រះទេបើน้องบอกខ្ញុំឲ្យបងរៀនរងក៏ខ្ញុំព្រមដែរ យ៉ាប់ទៅហើយយ៉ាងមកឆ្លាតដល់គេសូមបងអាយ៉ាកុំមកឆាឆៃ កាចដូចតែ នៅមកចាចេះមកក្រៅ រកដូចតែ នៅមកចាចេះមកក្រៅ អានឹងណាអូនរកយ៉ាងនេះខ្មាស់គេ ចាំមកបងរៀននោះមកបានទេ មានអីមានមេរំចាចាចា មានការអ្វីបំប្រង ណែអូនស្រី ហើយមានការអ្វីបំប្រង អូនរកខំមិនមែនខ្វាយចាចាចា ខំដែរក៏បានមកខនចា កាចណាស់តាកញ្ញាអើខាចាចាចា ត្រមកពីណាខាងណា ចាចាចា ត្រមកពីណាខាងណា រួមយ៉ាងនេះមកគួរឲ្យអរសំណាយ ចាចាចាអ្នកណាគេរំលាយសោ យ៉ាខាយមកកាយម្លេះទេមកน้องบอกខ្ញុំឲ្យមករៀនរងព្រោះខ្ញុំព្រមដែរ យ៉ាប់ទៅហើយនៅមកឆ្លាតដល់គេសូមបងអាយ៉ាកុំមកឆាឆៃ រត់ដូចតែ នៅមកចាចេះមកក្រៅ រត់ដូចតែ នៅមកចាចេះមកក្រៅ អានឹងណាអូនរងយ៉ាងនេះខ្មាស់គេ ចូលមកបងរៀនឲ្យបងបានទេ មានមេរងចាចាចា សូមគោរពដល់ដួងវិញ្ញាណក្ខន្ធអស់លោកស្រីអ្នកនាងកញ្ញាកវីនិពន្ធតារាចម្រៀងតារាសម្ដែងនិងវីរៈសិល្បករដែលបានបាត់បង់ជីវិតទាំងអស់សូមបានសោយសុខនៅក្នុងស្ថានសួគ៌ក្នុងភ្នោវិមានកៅមាសកំបីឃ្លៀងឃ្លាតឡើយ យកឡងស្នេហា